អាមែនសប្បាយចិត្តណាស់ទេមានកម្លាំងទេអូគេដៃមួយសម្រាប់វាអរគុណគ្នាអរគុណហាឡេលូយ៉ាអរគុណអរចាស់ថ្ងៃនេះយើងបានថ្វាយបង្គំព្រះជុំគ្នាហើយយើងនឹងនាំជំនឿយើងអស់គ្នាឲ្យរឹងមាំដើម្បីឲ្យជីវិតយើងអស់គ្នាមានលំនឹងហើយមានការលូតលាស់នៅក្នុងផ្លូវព្រះអង្គចាស់នៅក្នុងពេលនេះខ្ញុំចង់និយាយពីសេចក្តីសុខថ្ងៃនេះដូច្នេះមុននឹងយើងចាប់ដើមយើងសូមអធិដ្ឋានជាមួយគ្នាជាមួយទៅយើងសូមអរគុណទាំងអស់បងប្អូនព្រះអង្គដែលយើងសូមអរគុណទាំងអស់គ្នាសូមអរគុណទ្រង់ក្នុងការបង្រៀនក្នុងការបង្រៀនថ្ងៃនេះយើងទាំងអស់គ្នាសូមទានជាស្ដាប់នៅអ្វីដែលទ្រង់មានបន្ទូលមកយើងខ្ញុំទាំងអស់គ្នាសូមព្រះញាតិបរិសុទ្ធដឹកនាំយើងខ្ញុំទាំងអស់គ្នាហើយយើងនឹងសូមមានការបើកសម្ដែងពីខាងសួគ៌ដើម្បីបំភ្លឺចិត្តរបស់យើងខ្ញុំទាំងអស់គ្នាសូមអរគុណនិងសូមបង្រៀនគោលសូមបន្ទាបខ្លួនដើម្បីទទួលព្រះបន្ទូលទ្រង់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនកាលនេះយើងបានជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមានបទអធិប្បាយជាចំណងជើងថាមានសេចក្តីសង្គ្រោះសូមឲ្យបងប្អូនយល់ឲ្យបានច្បាស់អំពីពាក្យសេចក្តីសង្គ្រោះបើលោកអ្នកមើលទៅជុំវិញយើងទាំងអស់គ្នាមើលទៅឆ្វេងមើលទៅស្ដាំមើលទៅលើពិភពលោកទាំងអស់គ្នាយើងមើលនៅក្នុងបញ្ហាសពថ្ងៃនេះបញ្ហាអត់ការធ្វើការអត់អាហូបអាហារហើយមានជំងឺភាពក្រីក្រទំនាក់ទំនងគ្រួសារមានភាពបាច់បាក់ហើយមានបញ្ហានៅលើពិភពលោកមានសង្គ្រាមមានការបោកប្រាស់ហើយពុករលួយពោពេញចូលឲ្យអំពើបាបជុំវិញពិភពលោកពីព្រោះមនុស្សយើងបានធ្លាក់ចេញពីផ្លូវព្រះហើយដូច្នេះបានជាយើងមានអំពើបាបដោយសារយើងអត់ដើរតាមផ្លូវព្រះយើងដើរតាមផ្លូវលោកីដូច្នេះយើងត្រូវទទួលនៅអំពើបាបចាប់តាំងពីលោកតាអាដាមហើយនឹងលោកយាយអ៊ីវ៉ាមកម្លេះហើយយើងបានទទួលនិស្ស័យនោះនៅក្នុងជីវិតរបស់យើងគឺជានិស្ស័យបាបអំពើបាបនាំឲ្យយើងបែកបាក់សេចក្តីស្លាប់វត្តសានិងសេចក្តីវិនាសព្រះស្រឡាញ់យើងណាស់ស្រឡាញ់លោកអ្នកនិងខ្ញុំព្រះចង់សង្គ្រោះយើងពីអំណាចបាបព្រោះព្រះអង្គសង្គ្រោះយើងពីអំណាចនៃសេចក្តីងងឹតពីអារក្សសាតាំងដែលវាមកតែនឹងលួចសម្លាប់និងបំផ្លាញយើងដូច្នេះហើយបានជាព្រះអង្គចង់សង្គ្រោះឲ្យយើងផុតពីបណ្ដាសាជំងឺរោគាភាពក្រីក្រនិងបញ្ហាគ្រប់យ៉ាងនៅលើលោកគេនេះតាមពិតមនុស្សយើងជាភាគច្រើនកំណត់ហើយដែលយើងដឹងថាមានបញ្ហាមនុស្សជាច្រើនមានសបាយគេប្រឈមនឹងចំណងបណ្ដាសានិងវិនាសមហន្តរាយហេតុដូច្នេះបានជាមនុស្សយើងភាគច្រើនកំពុងតែស្វែងរកការសប្បាយរីករាយភាពសុខសាន្តនិងរកផ្លូវចេញពីបញ្ហាវិធីសាស្ត្រជាច្រើនផ្សេងៗគ្នាតាមអ្នកខ្លះទៅតាមសាសនាអ្នកខ្លះតាមការកំសាន្តអ្នកខ្លះតាមទស្សនវិជ្ជាគឺប្រើលុយមនុស្សអាចរវល់ពីការងារដើម្បីជៀសវាងពីបញ្ហាមានរបៀបជាច្រើនដែលមនុស្សស្វែងរកផ្លូវទៅឋានសួគ៌ក៏ប៉ុន្តែ
គេរកមិនឃើញហើយនឹងផ្លោចេញផុតពីបញ្ហានៃសេចក្តីវិញ្ញាណសេចក្តីស្លាប់ក៏ប៉ុន្តែព្រះគម្ពីរបានចែងថាសេចក្តីសង្គ្រោះបានមកតែអំពីព្រះcònអត់មានក្រៅពីអ្នកណាទេគឺមានតែព្រះមួយទេដែលមានបានសង្គ្រោះយើងបានអេមែនព្រះទ្រង់គឺជាអង្គមួយដែលចង់សង្គ្រោះមនុស្សឲ្យរួចផុតពីសេចក្តីបាបនិងបំភ្លឺហើយឆាស់អស់កលជានិច្ចពីបណ្ដាសាពីសេចក្តីវិញ្ញាណនិងអំពើបាបយើងដូច្នេះទ្រង់បានប្រទានឲ្យយើងមានផ្លូវចេញព្រះមិនដែលឲ្យយើងឲ្យអត់ផ្លូវចេញទេព្រះតែបង្ហាញផ្លូវយើងឲ្យយើងចង់មានផ្លូវចេញជានិច្ចអេមែនឲ្យយើងទុកចិត្តលើព្រះនឹងបង្ហាញផ្លូវយើងព្រះនឹងជួយយើងឲ្យចង់ចេញផុតពីអំពើបាបទ្រង់បានចាត់ព្រះយេស៊ូវជាព្រះបន្ត្រាឲ្យយាងមកលោកដីនេះដើម្បីសង្គ្រោះបាបយើងអេមែនព្រះយេស៊ូវជាផ្លូវដើម្បីឲ្យយើងបានទៅទំនាក់ទំនងជាមួយព្រះវរបិតាវិញព្រោះព្រះយេស៊ូវយាងមកដើម្បីឲ្យយើងមានការទំនាក់ទំនងទៅព្រះវរបិតាឡើងវិញពីព្រោះយើងបានដាច់និស្ស័យពីព្រះវរបិតាដោយសារអំពើបាបយើងដូច្នេះព្រះយេស៊ូវយាងមកដើម្បីទំនាក់ទំនងជាមួយយើងវិញឲ្យយើងជាប់ទៅព្រះវរបិតាឡើងវិញអេមែនដូច្នេះព្រះយេស៊ូវសគត់ជួបបាបយើងទ្រង់បានបណ្ដាស់យកបណ្ដាសាយើងយកបាបយើងទោះអំពើបាបយើងភាពក្រីក្រអ្វីៗដាក់ទៅលើអង្គទ្រង់ទាំងអស់អំពើទុច្ចរិតគ្រប់ប្រភេទដែលមនុស្សមិនសមនឹងទទួលតែព្រះអង្គយកព្រះកាយរបស់ព្រះអង្គមកទទួលជំនួសយើងដោយព្រះអង្គពុំបានធ្វើបាបអ្វីមិនតិចសោះសូម្បីតែស្រមោលបាបក៏ព្រះអង្គមានដែរតែព្រះអង្គសុខចិត្តយកអំពើបាបយើងមកដាក់នៅក្នុងលើព្រះអង្គសង្កត់ជួយយើងដើម្បីនឹងបាបយើងឲ្យយើងបានជាសុចរិតដើម្បីឡើងដល់នគរឋានសួគ៌ជាមួយព្រះវរបិតាវិញអេមែនអរគុណព្រះអង្គដែលព្រះអង្គតែងតែអរគុណយើងហើយសង្គ្រោះយើងដោយលោហិតរបស់ទ្រង់អេមែនហើយពេលយើងនិយាយអំពីពាក្យសង្គ្រោះយើងមិននិយាយអំពីការអត់ទោសអំពីអំពើបាបប៉ុណ្ណឹងទេគឺហើយក៏អំពើទៅយើងបានទៅឋានសួគ៌ប៉ុណ្ណឹងទេសេចក្តីសង្គ្រោះគឺគ្របដណ្ដប់ក្នុងជីវិតយើងទាំងអស់ទាំងការពីគ្រោះថ្នាក់បោះឲ្យផុតពីជំងឺរោគាចេញផុតពីភាពក្រីក្រចូលទៅក្នុងជីវិតដ៏ចម្រុងចម្រើននិងពេញបរិបូរណ៍ដោយសេចក្តីសង្គ្រោះនៅក្នុងអារម្មណ៍គឺទំនាក់ទំនងសេចក្តីសង្គ្រោះនៅគ្រប់ទាំងផ្នែកទាំងអស់នៃជីវិតរបស់យើងហើយមានតែផ្លូវមួយប៉ុណ្ណោះដែលយើងអាចចូលទៅរកសេចក្តីសង្គ្រោះបានគឺតាមព្រះបន្ត្រានៃព្រះគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយគត់ដែលព្រះអង្គជាព្រះដែលមានព្រះជន្មអេមែនគឺយើងមិនអាចរកតាមផ្លូវណាផ្សេងអាចរកមនុស្សណាផ្សេងដែលអាចឲ្យយើងបានទៅឡើងនគរឋានសួគ៌បានទេមានតែព្រះអង្គម្ចាស់ព្រះយេស៊ូវមួយគត់ដែលជាផ្លូវអេមែនដូច្នេះសូមឲ្យបងប្អូនចូលទៅអានទេគម្ពីរជាមួយខ្ញុំគឺកិច្ចការជំពូក4ខ12ហើយគ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះបាត់នៅក្រោមមេឃគ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសង្គ្រោះឡើយហើយណាគឺគ្មាននាមឯណាដែលអាចសង្គ្រោះយើងបានទេមានតែព្រះនាមព្រះយេស៊ូវមួយគត់ដែលអាចសង្គ្រោះយើងបានអេមែនដូច្នេះសេចក្តីសង្គ្រោះមិនមែនបានមកពីអំពើល្អ
ឬការប្រព្រឹត្តល្អរបស់យើងទេគឺបានមកពីព្រះយេស៊ូវដែលជាវត្តរបស់ព្រះគឺជាព្រះអង្គយេស៊ូវគ្រីស្ទតែយើងបានទទួលសេចក្តីសង្គ្រោះដោយរបៀបណាតែយើងអាចទទួលបានសេចក្តីសង្គ្រោះជំនួសពីព្រះការអត់ទោសរបស់ព្រះសេរីភាពពីបាបហើយមានជីវិតថ្មីដើម្បីទទួលបានសេចក្តីសង្គ្រោះយើងត្រូវទទួលស្គាល់ហើយពឹងអាងលើសេចក្តីលើព្រះគុណរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺយើងទទួលស្គាល់ព្រះគុណរបស់ព្រះគឺព្រះមានព្រះគុណយើងបានយើងទៅបានឡើងទៅគាត់ថាសួរវិញអេមែនដូច្នេះយើងសូមបងប្អូនអាននៅព្រះគម្ពីររ៉ូមចំពោះ5ខ8របស់គ្នាព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រីស្ទបានសគត់ជំនួសយើងរាល់គ្នានោះគឺក្នុងការដែលយើងនៅមានបាបនៅឡើយផងឃើញគឺព្រះគ្រីស្ទបានជំនួសបាបមកជំនួសយើងកាលយើងនៅមានបាបនៅឡើយទេហើយខ្ញុំយល់ច្បាស់ពីព្រះគម្ពីរយ៉ាងច្បាស់អំពីកាលពីមុនខ្ញុំជាព្រះគ្រីស្ទខ្ញុំមានបាបច្រើនណាស់គឺខ្ញុំបានធ្វើអ្វីខុសខ្ញុំបានទាំងជេរព្រះអត់ជឿព្រះយេស៊ូវទៀតថាឲ្យទៅនេះណានិយាយព្រះយេស៊ូវគឺខ្ញុំអត់អត់មានគឺនៅទៅលឺសូម្បីតែខ្លាចតែក្នុងរបស់ខ្ញុំឲ្យខ្ញុំឃើញខ្ញុំយកឲ្យចោលខ្ញុំស្អប់អត់ដែលយកចិត្តព្រះយេស៊ូវទេតែអរគុណព្រះអង្គតែមេត្តាដោយខ្ញុំធ្វើខុសយ៉ាងណាព្រះអង្គតែមេត្តាអភ័យទោសខ្ញុំជានិច្ចដូច្នេះខ្ញុំអរគុណព្រះវរបិតានៅដោយសារព្រះគុណព្រះដែលខ្ញុំបានប្រសពថ្ងៃនេះអរគុណព្រះវរបិតាអាមែនដូច្នេះដល់ពេលទោះបីជាខ្ញុំស្អប់ចូលចិត្តឬមិនចូលចិត្តទ្រង់តែទ្រង់តែអនុគ្រោះដល់ខ្ញុំតែអភ័យទោសខ្ញុំជានិច្ចព្រះយេស៊ូវស្រឡាញ់ពួកយើងណាស់ព្រះស្រឡាញ់យើងណាស់ព្រោះព្រះទ្រង់ស្រឡាញ់ខ្ញុំសគត់ជួបខ្ញុំអរគុណដែលព្រះអង្គបានសគត់ជួបកាលពីមុនខ្ញុំជឿលើព្រះតន្តែព្រះនេះនឹងគ្មានអ្នកណាយកអត់ទៅខ្ញុំហើយគ្មានអ្នកណាជំនួសខ្ញុំទេកាលណាខ្ញុំធ្វើខុសគេឲ្យខ្ញុំទទួលទៅខ្លួនឯងតែខ្ញុំអរគុណព្រះយេស៊ូវអ្វីដែលខ្ញុំបានធ្វើខុសព្រះបានអត់ទោសខ្ញុំហើយព្រះយកបាបទាំងអស់នោះដាក់លើព្រះអង្គឲ្យខ្ញុំមានសេរីភាពឲ្យខ្ញុំមានអ្វីទាំងសេរីភាពដល់វិញខ្ញុំអរគុណព្រះអាមែនដូច្នេះយើងសំណាងដែលយើងបានគោរពព្រះហើយយើងបានព្រះអង្គលោកបាបឲ្យយើងគ្រប់គ្នាហើយឲ្យយើងបានដើរដល់ទីស្ថានសួគ៌ដើម្បីជួបនឹងព្រះវរបិតាអាមែនអរគុណណាស់ហើយថ្ងៃនេះយើងចូលទៅក្នុងគម្ពីរមួយទៀតគឺព្រះគម្ពីរអេពីសូតខ8និងខ9អេពីសូត2 8ហើយ9អរហើយបាត់គឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មានកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញ្ញាណអាមែនគឺអរគុណណាស់ដែលយើងមិនបានទៅធ្វើងាយទេគឺបានមកពីព្រះវិញ្ញាណវិញអាមែនព្រះយេស៊ូវជាផ្លូវដើម្បីឲ្យយើងបានទៅទំនាក់ទំនងហើយក៏មិនមែនដោយសារប្រព្រឹត្តដែរគឺយើងមិនមែនទៅទទួលដោយសារយើងប្រព្រឹត្តល្អដូចយើងគឺអត់ទេគឺអ្វីៗគឺដោយសារបានព្រះគុណរបស់ព្រះក្រែងអ្នកណាអត់ខ្លួនព្រះគម្ពីរចែងថាយើងទទួលបានសេចក្តីសង្គ្រោះដោយព្រះគុណរបស់ព្រះតែមានន័យដូចនេះ
ព្រះស្រឡាញ់យើងណាស់ហើយព្រះទ្រង់មេត្តាចំពោះយើងមិនគ្រប់ព្រះទេគឺយើងនោះទាំងអស់គ្នាយើងអត់ស្របព្រះទេក៏ប៉ុន្តែព្រះមេត្តាយើងហើយយើងបានធ្វើខុសយើងបានមានវិស័យបាបយើងបានប្រព្រឹត្តខុសនឹងទ្រង់ទោះតែខ្លួនយើងនឹងទ្រង់ហើយនឹងអ្នកដទៃតែព្រះអង្គមានព្រះហត្ថមេត្តាករុណាព្រះអង្គប្រទានឲ្យយើងមានផ្លូវចេញពីបាបបានគឺដោយសារព្រះអង្គម្ចាស់បានសង្កត់ជួសបាបយើងនៅតែពុទ្ធជាឆ្កាងដើម្បីប្រោះលោកយើងពីអំពើបាបអេមែនហើយវិលចូលទៅមានការទំនាក់ទំនងជាមួយព្រះអង្គម្ចាស់វិញដើម្បីឲ្យយើងអាចមានព្រះពរពីទ្រង់ហើយសេចក្តីចម្រុងចម្រើនមានការការពារការប្រោសជាមានសេចក្តីសម្រាប់និងមានការចម្រុងចម្រើនពីព្រះអូបិតាយើងតាមពិតយើងមិនសមនឹងទទួលបានការល្អពីព្រះផងពីព្រោះយើងមួយថ្ងៃយើងធ្វើបាបធ្វើអ្វីៗទាំងអស់តែអរគុណព្រះដែលបានឲ្យពរយើងហើយបាទសេចក្តីមេត្តារបស់ព្រះបានយើងបានរួចផុតពីបាបអេមែនដូច្នេះអរគុណព្រះអង្គម្ចាស់ជាព្រះហើយដល់សេចក្តីមេត្តាព្រះអង្គបានចាក់បន្តឲ្យយាងមកពីឋានសួគ៌មកផែនដីគឺព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអង្គគ្មានកំហុសទេតែគ្មានបាបផងសូម្បីតែស្រមោលក៏គ្មានដែរព្រោះព្រះអង្គយាងមកដើម្បីបង្ហាញថាជាព្រះអធិការជាតិណាហើយព្រះអង្គក៏បង្ហាញយើងពីរបៀបបរិសុទ្ធស្ត្រីរបស់ព្រះធ្វើព្រះហើយបំរើព្រះអញ្ចឹងគឺព្រះចង់ឲ្យយើងបរិសុទ្ធហើយស្ត្រីដើម្បីយើងបានជាទៅបំរើព្រះហើយត្រឡប់ជាមនុស្សដែលដើរជាមួយព្រះនៅលើផែនដីនេះអេមែនហើយព្រះយេស៊ូវមានជាការសម្ដែងចេញឲ្យឃើញពីព្រះគុណរបស់ព្រះការសង្កត់ជួយយើងការគេមានព្រះអង្គត្រូវនៅឯជាឆ្កាងព្រះអង្គខ្ចាយលោហិតទ្រង់សង្កត់ទ្រង់ថ្វាយជីវិតញ៉ាញ់បូជាដើម្បីបំផ្លាញបាបយើងជួយបាបយើងមានសមនឹងទទួលយើងទេក៏ប៉ុន្តែនេះជាព្រះគុណរបស់ព្រះហើយព្រះអង្គយើងឲ្យយើងបើកមាត់ឡើងកុំដូចព្រះអង្គដោយសារព្រះអង្គដើម្បីគេចាប់ព្រះអង្គទៅជាឆ្កាងគេវាយព្រះអង្គតែព្រះអង្គអត់បើកព្រះអូសោះហើយព្រះអង្គអត់បើកព្រះអូសព្រោះព្រះអង្គចង់ទទួលយកបាបពីយើងទាំងអស់ដើម្បីដាក់លើអង្គទ្រង់ដើម្បីជួសបាបយើងតែដល់ពេលយើងដូចជាលោកពូលគាត់ទៅទីក្រុងរ៉ូមហើយប៉ូលីសរ៉ូមចាប់ពូលហើយគេនេះនឹងវាយលោកពូលក៏ប៉ុន្តែលោកពូលគាត់បាននិយាយថាគាត់ជាជនជាតិរ៉ូមដល់អញ្ចឹងប៉ូលីសអត់ហ៊ានវាយគាត់ទេព្រោះសម័យហ្នឹងឲ្យតែណាជនជាតិរ៉ូមគឺគេអត់ហ៊ានវាយទេអញ្ចឹងបានពូលគាត់ប្រាប់ឲ្យយើងព្រះអង្គឲ្យយើងហៅគាត់ឡើងទៅពេលកុំឲ្យគេវាយយើងឧទាហរណ៍ថាខ្ញុំទៅប្រទេសមួយហើយពូម៉ាខ្ញុំទៅជាមួយគ្នាក៏ប៉ុន្តែក្រោយប៉ូលីសចាប់ថាយើងទៅខុសច្បាប់ក៏ប៉ុន្តែខ្ញុំក៏ឃើញពូម៉ាខ្ញុំគេត្រូវប៉ូលីសចាប់ហើយគេវាយគេថាពីនេះថាវាយនឹងគាត់តែខ្ញុំក្រោយខ្ញុំថាលោកប៉ូលីសក៏វាយគាត់ព្រោះខ្ញុំឃើញពូម៉ាខ្ញុំឆ្លើយពេកថាវាយទៅគាត់សម្លប់បាត់ហើយដូច្នេះខ្ញុំថាឥឡូវខ្ញុំឲ្យវាយខ្ញុំវិញក៏វាយគាត់តែប៉ូលីសគេស្ទើរវាយខ្ញុំទៅគេហើយដល់ថ្ងៃមួយគេទៅចាប់នេះនឹងទៀតហើយគេចង់វាយអ្នកនឹងក៏ប៉ុន្តែតើបងប្អូនយើងតមក
รับทางยมงานมุ้งมีเพียรยมไอ้ใบจุ่มนุยมหายกับบางคนบัดมดไอ้เจ้าใบบางคนเดียร์ภาษาบางคนบัดมดแกจะใบบางคนเดียร์หายจากขยมกับขยมไอ้เจ้าใบจุ่มนุนั่นก็ขยมกันในไอ้แล้วฉะนั้นการนั้นยังได้ยินพระเยซูยังการนั้นยังพระเยซูยกบาปยังหายการนั้นเนี่ยรักษาตามหมดจิตหมดจงตรงนี้ยังเราเชียร์กับเรื่องไอ้ขยมสิ่งปัดพอยังเต้พระเยซูบางคลายบาปบางคลายยังไอ้ยังหายเอเมนไอ้ตัวใจไอ้ขยมสิ่งเราเรายังเต้เราไปเอาปัดบางคลายยังหายจึงเรื่องอะไรไอ้ตัวใจเราไม่ต้องเรื่องไอ้ขยมสิ่งเราจิตยังหายเต้เราเยอะเจ้าเราจีชวนทานสู่เอเมนเอเมนคุณพระองค์ประเด็นของพี่ปรับเยอะถามชนวนในองค์เปิดมาคือในใจสลับไอ้เจ้าพระนางเจ้าพระเยซูบาสกุลจูบาปเยอะโดยหายตรงบันตอสำได้พระคุณลอยเยอะเต็มเอาเพลงลอยสาพระคุณคือเยอะบานลอยสาพระคุณวัดตรงแต่ตรงสกุลจูบาปเยอะโดยหายยังกระไรพิเยอะตัวพระเยซูหายตรงบางประเทียนวิญญาณบริสุทธิ์มุกจุยยืนเห็นไหมเราทำงานโดยสาบเป็นตุนตรงบัดดักเยือนกับขนมกรมจุ่มนุ่มต่อทั้งเราโดยประกุลตรงบางเป็นจุนเต่าน้ำมกกาเปียยืนโดยประกุลตรงบางมกจุยยืนตามเราจิตเชลันเราทำงานเราเป็นผมเปิดไงบอกให้บนมองน้องชีวิตบอกเยอะกว่าพอดีเห็นไหมเดี๋ยวเราคุณก็เอาเดี๋ยวเอามันดัดเตียวดาไปจำเป็นสายยังก็บอกให้บนมองเราให้บนมองยังเราไรนะไรยังเรากายังหาความเปลี่ยนบางการมุนเรียนรู้กันเราเยรูซาเล็มจะต้องชี้ผ่านได้เอาแค่นี้เราการเป็นเรื่องยังไงอ่ะแต่เราเอาคนเปรี้ยบานปฏิญาณวิญญาณบริสุทธิ์ยังตรงเปรี้ยเป็นนายยังต้องการอะไรนะยังเอาเปรี้ยจุดเทียบบ้านตรงเปรี้ยเป็นไว้จำเราช่วยกันไกลจำไปเลยเอาคนเราเลยvà dân bên trái dân chìm đưa lên trong mến thà trong chìm bia tổng cứu và nhớ hai trong chia ông cha và nhớ bên ông cha miền này thà chia bên cha và nhớ cứ bên ông cha miền này thà biết chia bên cha nhớ hiểu không hai dân đi trong tay miền sạch cam và phiếp dân trong tay chúng ta mà bây giờ trong miền bằng tù trong trong ban thà cà phê trong tư và chưa lập cái Giêsu thứ 4 rồi nó ngày 6 nhưng mà về người một con thiệt về dòng thà ấy về tàu bây giờ hiện ngày đến người tàu bây hiện một vài một con ấy về trong tàu đó trong đây là đông mà đi thế giờ ấy trong ban là chơi ngay đấy mà hoặc cả nó trong mặt là ở đây giờ là chuyện kia chúng mình kia chúng ta hay giờ việc chúng ta là tiền chúng ta hay nhom là ngày ở trên TV nhom các bạn xong mà break pin thì nhom America chắc là lắm break pin là sao muốn nhom ở đây là break pin nhom mấy tí ấy đấy là nhớ nhom bạn xong hết câu nhom không đầu tiên nhom không ăn sai chế hay ăn đồ hốt là nhom ai chơi về đó nhom ăn dối nhom xong ở bên nhiệt hòa sốt chui bên dối nhom thằng ta cái này những miền này thằng mấy ai ở nhom ăn bò trái ở nhom ăn dối thì nó là bò để hai tay bò trộm rồi chứ nhom ăn dối chẳng đâu và đi nhom miền ăn dối để cái phí ăn trước ăn nhom miền ăn tham bài
một vô trong mặt bạn thì gì ấy tầng ảnh hoa chơi thế này tại sao phải ống chắc phải tăng ở trong một thuê ăn than gói trong thuê ăn than gói đó sao ở đây với trong mặt trẻ cho thế không thế trong thực chất được phải ống tại phải ống ở trong quê bán để chứ trong không có bao phải ống ở vì smart phiếu ở vì cầm lăng chất nên ở đây nên ở trong miếng trong còn bao phải ống rồi ở chân amen được chưa nhưng ở phương thức đó là để bạn cái đi trong hai chạy chạy nhưng tôi là bọc ôn bàn chuột hay ở bọc ôn là xoay chuột là vì một bí hay vậy rồi mà vì như bao sắc bạn đặt lòng về vào cái đấy là vậy một hai lâu ở vậy là dân mình đang dân số bị ỏng rồi bị ỏng ai đang ở vậy được ỏng ai đang muốn ở đây là dân trong phơ ở đây là dân mình trong phơ thì ở cái tiền địa bàn không rồi bây giờ rồi lại chọn lán coi dân ai tu vào cái này amen thì nó là sao hả amen ở cha này là cái này dân đừng dân chúa dân xong cái ông tiên vô ở dân amen Đấy cho nên phải sẽ đây sẽ luôn đây xa về su Christ từ năm một đây xa cái đây xa chùm nưa cái này chùm nưa bao nhiêu nè chùm nưa bao nhiêu cả lư cái này dân lư dân với chùm nưa ở đây chùm nưa bằng dân hồng với quát đấy dân là quân cái tính chất ở từ ống đặt ngon gì amen cái này dùng dùng nước, giờ nó ăn được phòng, còn tuy nhiên dùng nước thay ông phơ ông bên ấy, cái ống phơ, còn này cái ống, giờ thức là gì, amen. Đây cho nên cái nước nó mới biết sẽ cam phiền, và sẽ cam phiền nước mới dễ, cam phải chặt. Chứ mà thật chưa thấy lên trong phơ bằng lên cam phải bàn và với bằng lên cam phơ đấy bằng lên cam phải chết đi ấy bằng lên cam phải bàn này để cho nên cam phải chết tí bằng phải bàn rồi cam nhiên chùm nước ở dưới cam còn ná thả xua amen chẳng mà nó sẵn khăn á thì cái này như chùm nước dân cam phải chết nhưng bạn tàu thang xuống và chưa hết ăn cơm ra nứng nhưng mà đâm đi rồi tháng chưa hết ăn cơm ra và cái ở dưới cái chừng ngữ ở bên lúc khoác ở thứ thì ông kia cả cha cứ bên lúc thì chứ ở chia bị thoát ở thứ ở một lúc phân ở đã bán rồi nên nó trong cái ca chỉ ra là được chỉ dương trong ca liên các bên được của người dân cả là dân phát hát dân anh tham dân song prep prep của bậc tiên là dân hỏi về bậc tiên dân chỉ prep của công ấy bị hukum tiền amen mình bắt con muối đó bắt con muối ai xong biết ta đáp đi mà rồi nên là bây giờ chúng ta hút quần amen bây giờ trong cà phê trong nâng cao thì gì đấy cả na dân muốn những chân thì ná dân ăn than rồi chui cà phê làm dân của dân bánh hai con dân một nát dân trong bánh rồi chui dân từ bên ngay còn phải buồn vào không phải cứ để ông để dân thì tạm thay ra dân rất về liền hiểu không ấy mà để làm cá chanh cả năng dân chứa dân đâu phải cá chanh nhá amen là chưa hết lịch sử và đang thấy dân đâu phải cá chanh mà dân chưa thà dân đâu phải cá chanh mà chanh là khăn
ហើយអត់ប្រយ័ត្នយើងហេហើយសេចក្តីសង្គ្រោះដោយលោកនេះវាក៏បានធ្វើឲ្យល្អដល់ឡើយទេសេចក្តីសង្គ្រោះគឺយើងមិនទាន់បានធ្វើល្អផងក៏ប៉ុន្តែដោយការមេត្តាអនុញ្ញាតរបស់ព្រះសង្គ្រោះយើងមុនហើយព្រះបានទៅចោលធ្វើអាក្រក់មកជីវិតតែជឿព្រះយេស៊ូវមកភ្លេចអត់ទាន់បានធ្វើល្អផងបានឡើងថាសួរបាត់អីអីយ៉ាងណាយើងមានថាកាលណាយើងជឿយើងនឹងគឺយើងបានឡើងថាសួរហើយតើយើងមិនទាន់បានធ្វើអីផងក៏ប៉ុន្តែដល់ពេលដែលយើងមិនទាន់ទៅមុនជីវិតយើងទៅយើងត្រូវការប្រតិចិត្តយើងត្រូវធ្វើអ្វីដែលយើងនៅសល់គឺព្រះអង្គព្រះបានដែលយើងទីទៀតចឹងទីទៀតព្រះអង្គក៏10%យើងហើយហើយនៅសល់90%ទៀតយើងទៅកម្មអង្គទៅដៃដៃគេហើយមិនព្រះអង្គនេះហើយទៅទេយើងមកហើយហើយ90%នៅបងហើយទៀតយើងគាត់ថាយើងមិនខានណាកាលណាយើងទៅទៀតព្រះអង្គក៏លុយយើងតែយើងទៅកម្មអង្គទៅដៃអានេះយើងទៅថាស្រួលยังสำคัญนะแม่con được không nói như vậy sau khi học ôn là từ công ty vừa nhầm tiết thì từ công ty gia cốc họ phí đọc cuốn đọc phần bạn thấy học ôn ơi và biết là thạc luôn miền dịch đầy chủ nghĩa ta miềnประตามนุta miềnประยายở đây ta dịch đầy chủ nghĩa ai đến chui sầm chuồn nhé nụ bán để rứ và phám chóc và miền có phồn prostate na lâu akran prom từng khva aha qua phốt qua ngày lo cả ngày lo pro muối hai nhẹ rồi kia na mùi gì tao nhận lúc thả anh chấm tao ai sập sáng xôm bạch bán cọ cái áo hai trái chót tay miên ai ở bay tàu điện đàn trong ca hàng lúc sách lúc sọ lúc ta miên rồi dây ở bay đọc phấn ai sẽ lấy dùng nữa có bạn được chuyện này và khuyên ca và vật tám ca phừng an lực lịch quân hoặc biết rứ ca rứ tha biết trong thời ca tam và diện biết Giêsu rứ trong thời ca tam và diện biết nhiên vào thất trong thời ca đôi ca chắc nó nam biết một phải ca cầm năng óรับยืนช่วงดาวจะได้จะด้วยmột đòiยืนcái này cả haiยืนkhơi nhận đứng ông bên này nhắm sau làยืนông bên bán chui đó thật đó ở đây cho cái đấy chặt sao rồi chứ mà thôi khăn đó cả haiยืนkhơi cái ốcยืนbên làm tiếpยืนchui cái gì ở bên kia ở bên có áo có ai này có cái áo cho thêm mùi là nghĩa có cái áo nó còn mình có áo rồi không mà trôn nó này có cái áo rồi nhưng mà thà còn cả là dân giấy dân khơi dân phớ hay dân chuối còn bây giờ ai chuối ai dân chuối cái dân nên ai là thì ai nói chọn ai nó có chuối thơ cái gì không ai là cái này bắt liền đấy và ai cái này dân đó nhưng mà thà cả là dân nín dân đâu để chơi về kia ai cái nàyคือสำคัญนะยังกันอะไรก็ได้ยี่ให้ได้บ้างโดยไอ้บางทีหมอยืนตัวสิ่งใดสิ่งรถโดยการมีถุงเนื้อหรือการชอบสับชอบระบบพระเยซูหนึ่งการแก้ปัญหาจัดปีอำเภอบางว่าเยอะยังไงการไอ้สังเคราะห์การสังเคราะห์นี้คือการมีการทำเด็ดทำโน้มយើងពីព្រោះទ្រង់ជាព្រះសង្គ្រោះយើងគឺជាព្រះសង្គ្រោះគឺព្រះយេស៊ូវគឺព្រះសង្គ្រោះហើយខ្ញុំមានទំនុកចិត្តថាព្រះទ្រង់មិនដែលកុហកយើងទេព្រះទ្រង់គឺមិនដែលកុហកយើងទេគឺសន្យាមួយយើងថាម៉េចគឺមកធ្វើយ៉ាងចឹង
ta bị du lông mà hơi hốt đỏ lâu còn nói về chân nàyព្រះមិនណាការប្រែទេអាមែនគឺព្រះទៅចាយមួយថាម៉េចតាមយ៉ាងមួយអាប់រ៉ាហាំមិនគាត់ធ្វើរហូតដល់សប្តាហ៍ព្រះដល់ព្រះស្ដារយើងនៅសប្តាហ៍ក៏នៅតែមានព្រះសិទ្ធិរហូតដល់សប្តាហ៍ដែរអាមែនដូច្នេះព្រះទ្រង់បានស្ដាប់ហើយគ្រប់រៀបនេះយើងគឺបានស្ដាប់ដែរហើយគ្រប់រៀបហើយស្ដេចចរិតអ្វីដែលទ្រង់មានបន្ទូលយ៉ាងណាគឺព្រះនឹងធ្វើយ៉ាងនោះដូច្នេះយើងចូលទៅក្នុងយូហាន14 ខ 6ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានដែរព្រះអង្គគឺជាផ្លូវគឺជាជីវិតគឺបើកាលណាគ្មានអ្នកណាមកតាមព្រះអង្គទេមិនជឿព្រះអង្គទេគឺមិនអាចទៅព្រះវរបិតានៅឋានសួគ៌បានទេគឺព្រះអង្គមានតែព្រះអង្គមួយគត់ជាព្រះយេស៊ូវដែលជាផ្លូវដែលភ្ជាប់យើងជាសញ្ញាចាស់មកសញ្ញាថ្មីដើម្បីភ្ជាប់យើងឲ្យទៅជាផុតបាបលាងបាបយើងដើម្បីយើងបានវិលទៅជួបព្រះវរបិតាឡើងវិញឃើញไหมដូច្នេះហើយទ្រង់គឺជាផ្លូវសម្រាប់យើងវិលត្រឡប់ទៅរកការរៀបរយជាមួយព្រះវរបិតាហើយទ្រង់សន្យាថាពេលយើងចូលទៅក្នុងព្រះអង្គយើងអាចមានទំនាក់ទំនងដែលស្ដារឡើងវិញព្រះអង្គគឺស្ដារឡើងវិញគឺកាលណាយើងខ្វះខាតវិញយើងត្រូវស្ដារឡើងវិញអ្វីដែលខ្វះពីមុនស្ដារឡើងវិញឲ្យបានសពគ្រប់ទាំងវិញដើម្បីឲ្យយើងបានវិលទៅវិញអាមែនហើយឆ្នេះអរគុណព្រះអង្គដោយព្រះព្រះអង្គបានយើងបានមានការទំនាក់ទំនងជាមួយព្រះបិតាហើយយើងបានឡើងទៅព្រះបិតាឡើងវិញហើយសេចក្តីសន្យារបស់ព្រះជាម្ចាស់ព្រះយេស៊ូវកាលពីជាង2000ឆ្នាំមុនសិស្សរបស់ទ្រង់បានដើរផ្ទាល់ទ្រង់ហើយគេបានមានបទពិសោធន៍ជាច្រើនជាមួយព្រះជាស្ដាររបស់ទ្រង់ដែលទ្រង់ធ្វើឲ្យទីបន្ទាល់ឲ្យឃើញដោយសេចក្តីបន្ទាល់ជាដោយបទពិសោធន៍ផ្ទាល់របស់ពួកគាត់ទាំងអស់គ្នានោះគេបាននិយាយដូចគ្នានៅក្នុងកិច្ចការចំពោះ4ហើយខ 11ហើយខ 12កិច្ចការពីខចំពោះ4ខ 11ពីខ 12ព្រះអង្គនោះជាថ្មដែលលោករាល់គ្នាជាជាងសងទៀតបានមួយងាយប៉ុន្តែទ្រង់បានត្រឡប់ជាថ្មជ្រុងយ៉ាងឯកវិញកាលនោះគេអ្នកជាងហ្នឹងគេអត់មើលឃើញថ្មជាអ្នកណាកន្លែងនេះថ្មគឺជាព្រះយេស៊ូវគេទុកចោលដោយយើងមកពីមុនគេទុកចោលព្រះយេស៊ូវអត់ទៅគ្រប់ព្រះយេស៊ូវទេគេដោយអត់ឃើញព្រះយេស៊ូវជាថ្មនេះគេជាថ្មឯងគេទុកចោលចឹងគេថាព្រះយេស៊ូវគឺជាថ្មដារឹងមាំហើយគ្មានសេចក្តីសង្គ្រោះដោយសារអ្នកណាទៀតសោះពិតនៅក្រោមមេឃគ្មានមានឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសន្ទោសនោះឡើយគឺនៅលើលោកនេះគឺអត់មានឈ្មោះឯណាដែលក្រៅពីឈ្មោះព្រះនាមរបស់ព្រះយេស៊ូវទេមានតែព្រះយេស៊ូវមួយគត់ដែលឲ្យយើងបានឡើងទៅព្រះវរបិតាឡើងវិញមានតែនាមមួយប៉ុណ្ណោះមានតែព្រះអង្គមួយប៉ុណ្ណោះជាព្រះសង្គ្រោះដល់ពិតគឺជាព្រះយេស៊ូវគ្រីស្ទខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាហើយមានទំនាក់ទំនងរបស់បងប្អូនជាមួយនឹងព្រះវរបិតាគឺជាព្រះដែលទទួលលោកអ្នកជាកូន
ប្រុសកូនស្រីឈ្មោះអលោកឈ្មោះយើងទាំងអស់គ្នាព្រះអង្គបានចារទុកក្នុងបញ្ជីជីវិតអេមែនមានន័យដោយសារយើងទាំងអស់គ្នាជាក្រុមជំនុំឬយើងទាំងអស់គ្នាបានធ្វើអ្វីល្អដោយខ្លួនឯងគឺមានន័យបានឲ្យយើងទាំងអស់គ្នាមានជាគ្រឹះបរិសុទ្ធល្អហើយក៏មានន័យដោយសារអ្នកទាំងអស់គ្នាចងចាំព្រះគម្ពីរបានច្រើនហើយក៏ចេះអត្ថាធិប្បាយហើយជាគ្រូបង្រៀនមិនមែនចឹងទេគឺដោយសារតែព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រឹះមួយគត់អាមែនហើយព្រះយេស៊ូវបានមានប្រទានព្រេងតាំងឲ្យពួកយើងបានចាក់ព្រេងតាំងឲ្យពួកយើងហើយឲ្យពួកយើងបម្រើព្រះនោះគឺតាមក្រោយទេតែតាមចាប់ដើមគឺសេចក្តីសង្គ្រោះគឺតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះអេមែនហើយនៅពីសូចំពោះ2ខ8ដល់ខ9តែដោយសារព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនការពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាអួតខ្លួនយើងមិនអាចអួតបានតលតែសោះថាយើងប្រព្រឹត្តល្អណាស់យើងចេះព្រះគម្ពីរយើងជាគ្រិស្តបរិស័ទជាយូរមកហើយមើលចុះខ្ញុំថ្វាយលុយទៅដល់ព្រះវិហារ1/10ព្រះដល់ខែអញ្ចឹងហើយមានខានហើយយើងស្មោះត្រង់នឹងមិនអាចអួតអំពីសកម្មភាពរបស់យើងបានទេគឺយើងបានក្នុងទទួលសេចក្តីសង្គ្រោះពីមានតែព្រះអង្គម្ចាស់ព្រះយេស៊ូវមួយប៉ុណ្ណោះគឺយើងមិនអាចដោយសារខ្ញុំដាក់1/10រាល់ខែហើយឲ្យស្អីគឺយើងមិនអាចដោយសារនឹងបានទេគឺមានតែព្រះអង្គម្ចាស់មួយគត់ដែលយើងអាចបានទៅព្រះបិតាអេមែនហើយការទទួលដែលលោកនេះនឹងខ្ញុំមានដោយសារព្រះហឫទ័យមេត្តារបស់ព្រះហើយព្រះគុណរបស់ព្រះតែប៉ុណ្ណោះគឺដោយសារនៃមេត្តារបស់ព្រះនិងព្រះគុណរបស់ព្រះដែលយើងបានទៅឯព្រះបិតាហើយចំពោះព្រះនោះគឺខ្ញុំនឹងស្មោះត្រង់ក្នុងការបម្រើព្រះអង្គម្ចាស់មិនជាយូរទេតែខ្ញុំមានជំនឿហើយខ្ញុំខំអានព្រះគម្ពីរឲ្យច្រើនហើយដើម្បីឲ្យបានយល់ហើយកាលណាយើងយល់ព្រះគម្ពីរយើងបានដើរតាមព្រះគម្ពីរយើងមានជំនឿដូច្នេះយើងប្រតិបត្តិតាមហើយខ្ញុំជឿថាលោកអ្នកនឹងបានដល់ឡើងក្នុងនគរថាសួគ៌នឹងមានជីវិតអស់កលជានិច្ចនៅព្រះបិតារបស់យើងនៅឯនគរថាសួគ៌អេមែនអរគុណព្រះអង្គថ្ងៃនេះយើងមានព្រះបន្ទូលប៉ុណ្ណឹងហើយពេលវេលាតែហើយអរគុណព្រះអង្គហើយក្នុងសប្តាហ៍ក្រោយយើងនឹងមានព្រះបន្ទូលផ្សេងទៀតមកចែកចាយដើម្បីឲ្យយើងបានយល់ពីអ្វីបន្តទៀតអរគុណអេមែនអរគុណព្រះអង្គ